មូលហេតុធំដែលធ្វើឲ្យស្បែកមុខកើតមានច្រើនតាធំនោះទីមួយមកពីបងប្អូនបានលាងសម្អាតមុខឲ្យបានហើយបងប្អូនបដ ស្បែកខ្លួនឯងឲ្យស្ងួតរយៈពេលយូរពេកពេលដែលមុខមកទាំងនេះស្ងួតភាគច្រើនគឺមុខបងប្អូនមានខ្លាញ់នៅខាងខ្លាញ់ហ្នឹងឯងមិនមែនសំណើមណាកុំច្រឡំយើងមានខ្លាញ់ហើយងាយបកទៅជាឡើងមុនអញ្ចឹងហើយថ្ងៃនេះខ្ញុំសូមចែកជាមួយនឹងរូបមន្តពិសេសជូនបងប្អូនទាំងអស់គ្នាគឺជាម៉ាស់ធម្មជាតិដែលផ្សំចេញពីស្លឹកសម្រាប់តែបងប្អូនមានបញ្ហាស្បែកមុខកើតមុនតែប៉ុណ្ណោះខ្ញុំយកទៅក្លុកជាមួយនឹងដើម្បីងាយស្រួលក្លុកខ្ញុំដួសតែពីស្លាបព្រាបាយតែអង្គខ្ញុំដាក់បរិមាណប៉ុណ្ណឹងបងប្អូនមើលតាមវីដេអូហ្នឹងទៅខ្ញុំកន្លះស្លាបព្រាបាយឲ្យទៅជាល្បាយតែមួយការស្រេចបងប្អូនអាចដាក់ចូលក្នុងកំប៉ុងទឹកដាក់ខ្លះផ្សេងនឹងទូទៅបានពី5ថ្ងៃទៅមួយអាទិត្យដែរបើថាបងប្អូនអត់មានពេលវេលាធ្វើម៉ាស់ដោយខ្លួនឯងខ្ញុំសូមណែនាំឈុត3មុខនេះខ្លាំងមែនតើជាផលិតផលធម្មជាតិដែលខ្ញុំផលិតខ្លួនឯងទី1នោះគឺមានជាមួយនឹងសេរ៉ូមបដោះកោសិកាទី2នេះគឺមានជាមួយនឹងវីតាមីនសណាទាំងសេរ៉ូមទាំងវីតាមីនសណាសុទ្ធតែមានតួនាទីព្យាបាលស្បែកមុខកើត5គូបជាមួយម៉ាស់អង្គកាន់តែល្អមួយទៀតបងប្អូនបើសិនជាអត់ចង់ស្បែកមុខកើតមុនរ៉ាំដែលមានមុនមួយគ្រាប់ឬក៏2គ្រាប់នៅលើស្បែកមុខហាមញិចហាមកេះហាមដោយសារតែដៃរបស់យើងភាគច្រើនគឺសាប៊ូមេរោគខ្លាំងមែនតើអញ្ចឹងបើសិនជាពេលខ្លះយើងយកទៅប៉ះនៅលើផ្ទៃមុខញិចកេះដោយមិនបានធ្វើការលាងសម្អាតដៃជាមួយនឹងសាប៊ូបានស្អាតទេពេលដែលគ្រាប់មុននឹងវាបែកវាធ្វើឲ្យបាក់តេរីហ្នឹងតោនៅលើគ្រាប់មុនយើងធ្វើឲ្យមុនយើងកាន់តែឡើងលើដើមហើយសម្រាប់ការលាងជាមួយនឹងហ្វមលាងមុខក៏ត្រូវជ្រើសរើសជាមួយនឹងហ្វមដែលផ្ដល់ឲ្យធ្វើឲ្យស្បែកមុខ skin care ក៏ដូចគ្នាស្បែកមុខខ្ញុំផ្ទាល់ឡើងមុនរ៉ាំមុខតឹងហាប់ក៏ដោយសារឈុតមុខក្មេងនេះដែរ